Cha cái đang muốn thọp nhà mày tại chạc đau tí đang đôi chuyện mà chứ tao à lỡ ngày nắng mà riêngធ្វើchạc đau tí cho mùi nương nhomបើនិយាយពីគ្រឿងផ្សំគឺដូចគ្នាប៉ុន្តែរបៀបធ្វើវាអាចនឹងខុសគ្នាដោយសារតែយើងធ្វើគឺមានតាមលក្ខណៈតាមបែបគ្រួសារផ្សេងៗគ្នាអញ្ចឹងថ្ងៃហ្នឹងនាងខ្ញុំមកបង្ហាញពីរបៀបឆាក្តៅទាតាមបែបអ្នកផ្ទះនាងខ្ញុំណាអញ្ចឹងបើសិនជាបងប្អូនមើលហើយខុសពីរបៀបខាងផ្ទះបងប្អូនស្លបែបម៉េចអាហ្នឹងបងប្អូនជួយខមមិនខាងក្រោមផងណាដើរផ្សារព្រឹកមិញហ្នឹងឃើញគេលក់ទាវាល្អពេកក៏នឹកឃើញដល់ឆាក្តៅក៏ទីមកក្បាលទៅមួយហ្នឹងគឺទម្ងន់1គីឡូ8ខាំចាហើយក៏មានជាមួយនឹងស្លឹកគ្រៃរំដេងរមៀតម្ទេសស្លឹកក្រូចហើយក៏មានជាមួយនឹងម្រះព្រៅផងដែរចាហើយនៅមានគ្រឿងផ្សំមួយមុខទៀតគឺខ្ទឹមសអញ្ចឹងបងប្អូនកុំភ្លេចដាក់ផងសម្រាប់ទាមួយក្បាល1គីឡូ8អញ្ចឹងវាធំណាអញ្ចឹងបងប្អូនធ្វើការហាន់វាឲ្យវារាងដុំតូចៗល្មមទៅព្រោះងាយស្រួលនៅពេលដែលយើងឆាហ្នឹងគឺវាឆាប់ឆ្អិនល្អព្រោះដោយសារតែទាធំវាអាចនឹងស្វិតណាហើយចំណាយពេលយូរអញ្ចឹងបងប្អូនកាត់តូចៗទៅបើកភ្លើងឲ្យខ្លាំងគឺទាយើងឆាប់ផុយល្អកាត់តូចៗអញ្ចឹងនៅពេលដែលយើងឆាជាមួយគ្រឿងគឺវាចូលជាតិជាមួយគ្រឿងបានល្អចាឥឡូវហ្នឹងផ្នែកទៀតគឺយើងទុកម្លាយទៅយើងងាកមកមើលជាមួយនឹងផ្នែកគ្រឿងម្ដងចាសម្រាប់ផ្ទះនេះខ្ញុំគឺចូលចិត្តហាលក្រៃបុកគ្រឿងខ្លួនឯងដោយសារតែគ្រឿងដែលយើងទិញពីផ្សារគឺពេលដែលយកមកឆាគឺវាអត់មានក្លិនឈ្ងុយដូចគ្រឿងយើងធ្វើខ្លួនឯងណាសារតែអញ្ចឹងហើយទើបសឡមកមុខហ្នឹងរៀងចំណាយពេលបន្តិចព្រោះយើងចំណាយពេលហាន់គ្រឿងនៅបុកគ្រឿងទៀតប៉ុន្តែសំខាន់គឺរសជាតិវាឈ្ងុយហើយវាឆ្ងាញ់សម្រាប់គ្រឿងគឺយើងធ្វើបុកខ្លួនឯងអញ្ចឹងគឺយើងអត់ថាំទេអត់ថាំគ្រឿងណាពេលខ្លះអ្នកខ្លះគាត់អត់ស្លឹកក្រូចក៏អត់ដាក់អណ្ដែងអីចឹងវាអត់ឈ្ងុយណាអញ្ចឹងយើងធ្វើខ្លួនឯងអញ្ចឹងទៅគឺយើងដាក់គ្រប់មុខអញ្ចឹងវាឈ្ងុយល្អឥឡូវហ្នឹងគ្រឿងយើងគឺបានហាន់ហើយសម្រាប់ផ្ទះនេះខ្ញុំគឺចូលចិត្តបុកគ្រឿងនឹងត្បាល់អត់បានដាក់កិននឹងម៉ាស៊ីនទេព្រោះកាលណាកិននឹងម៉ាស៊ីនគ្រឿងយើងវាម៉ត់ជ្រុលពេលយើងយកទៅឆាគឺយើងញ៉ាំទៅលក្ខណៈថាវាអត់ប៉ះជាមួយនឹងគ្រឿងឆាទៅវាអត់សូវឆ្ងាញ់ណាអញ្ចឹងបានថាសឡមួយមុខហ្នឹងគឺចំណាយពេលបន្តិចហើយដើម្បីបានសឡឆ្ងាញ់ណាចាឥឡូវនៅពេលដែលយើងបុកគ្រឿងម៉ត់ហើយគឺយើងទុកម្លាយទៅឥឡូវយើងរៀបចំរួចរាល់ហើយដល់វគ្គស្លម្ដងដាក់ខ្ទះឲ្យក្តៅហើយចាក់ខ្លាញ់ហើយទុកឲ្យរៀងក្តៅបន្តិចបងប្អូនចាក់គ្រឿងចូលទៅធ្វើការឆាគ្រឿងហ្នឹងត្រឡប់ចុះឡើងឲ្យវារៀងឆ្អិនគ្រឿងតិចណាបន្ទាប់មកចាំបងប្អូនដាក់ជាមួយនឹងស្ករត្នោតចាសម្រាប់ស្ករត្នោតហ្នឹងគឺជំនួយក្លិនផងនិងជំនួយរសជាតិផងក្លិនឈ្ងុយហើយនឹងជួយឲ្យគ្រឿងយើងមានពណ៌រាងដិតក្រហមបន្តិចណាឆាគ្រឿងឲ្យវាក្លិនឈ្ងុយហើយបន្ទាប់មកយើងបន្ថែមជាមួយនឹងរ៉តឌីកន្លះស្លាបព្រាហើយបន្ថែមនឹងជាមួយនឹងទឹកត្រីសម្រាប់ទឹកត្រីនាងខ្ញុំវារាងប្រៃហើយនាងខ្ញុំដាក់ប្រហែលជាខ្ទង់2ល្ពាកន្លះហើយក៏បន្ថែមជាមួយនឹងប៊ីចេងផងដែរបន្ទាប់មកគឺដល់វគ្គជាមួយនឹងការដាក់សាច់ហើយយើងដាក់សាច់ទាំងអស់នឹងចូលមកហើយបន្ទាប់មកគឺយើងធ្វើការច្បល់ឲ្យសាច់ជាមួយនឹងគ្រឿងហ្នឹងឲ្យវាចូលជាតិជាមួយនឹងគ្នានៅពេលដែលយើងដាក់សាច់ចូលហើយត្រូវបើកភ្លើងហ្គាសយើងហ្នឹងឲ្យវារៀងក្តៅបន្តិចមកងាយស្រួលឲ្យទាយើងហ្នឹងវាឆាប់ឆ្អិនហើយក៏ឲ្យវាឆាប់ចេញទឹកទាទឹកដែលនៅនឹងសាច់ទាបងប្អូននៅពេលដែលយើងឆាគឺយើងអត់ទាន់បានដាក់ទឹកទេគឺយើងត្រូវតែឆាត្រឡប់ចុះឡើងរហូតដល់សាច់ទាយើងហ្នឹងវាចេញជាតិទឹកមកបន្ទាប់មកគឺយើងទុករហូតដល់វាពុះណាបងប្អូនចានិយាយទៅឆាសាច់ទាហ្នឹងគឺសំខាន់ភ្លើងយើងត្រូវបើកឲ្យវារៀងក្តៅខ្លាំងមកគឺសឡយើងហ្នឹងគឺឆាប់ផុយណាចានៅពេលដែលយើងងាស់វាឲ្យវារៀងពុះហើយទឹកទាហ្នឹងវាចេញមកបងប្អូនឃើញវាចេញមកច្រើនណាស់ចាហើយមុនហ្នឹងនាងខ្ញុំបានភ្លក់វារៀងស្ទើរប្រៃហើយនាងខ្ញុំក៏បានបន្ថែមអឺរ៉តឌី1ស្លាបព្រាហើយជាមួយនឹងទឹកត្រីបន្ថែមប្រហែលជាខ្ទង់1ស្លាបព្រាទៀតប្រើទឹកត្រីរៀងច្រើនដោយសារតែនាងខ្ញុំមកបានដាក់ជាមួយនឹងប្រហុកទេព្រោះកូនគាត់ផ្ដាសាយអញ្ចឹងសុកចិត្តដាក់ទឹកត្រីជំនួសវិញចាហើយបន្ថែមជាមួយនឹងម្ទេសស្រស់មួយក្តាប់ជាមួយនឹងម្សៅម្ទេសការ៉េយើងហ្នឹង1ស្លាបព្រាដែរដើម្បីយកពណ៌បើបងប្អូនអត់មានម្សៅម្ទេសការ៉េទេដាក់ជាមួយនឹងម្ទេសក្រៀមទៅម្ទេសផ្លោកក្រៀមណាប៉ុណ្ណឹងយើងទុកឲ្យវារៀងខាទឹកតិចជាការស្រេចហើយចុងក្រោយគឺយើងបង់ជាមួយនឹងម្រះព្រៅទៅប៉ុណ្ណឹងឆាក្តៅទាយើងគឺបានឆ្អិនហើយអញ្ចឹងសម្រាប់រសជាតិបងប្អូនអាចភ្លក់ថែមថយតាមការចូលចិត្តណាឆាក្តៅទាមួយមុខហ្នឹងញ៉ាំជាមួយបាយក៏បានធ្វើគ្រឿងក្លែមរឹតតែអែមជាពិសេសជិតដល់ថ្ងៃចូលឆ្នាំខ្មែរហើយអញ្ចឹងបងប្អូនកុំភ្លេចធ្វើមុខម្ហូបមួយមុខហ្នឹងណាជួបជុំគ្នាក្លែមជាមួយឆាក្តៅទាដាក់មួយជាក់ទៀតអូយអែមហ្មងឆាក្តៅទារបៀបស្លតាមបែបអ្នកផ្ទះនាងខ្ញុំអញ្ចឹងបើបងប្អូនមានរបៀបស្លបែបម៉េចជួយខមមិននៅខាងក្រោមវីដេអូនេះផងណាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំបើសិនជាបងប្អូនចូលចិត្តកុំភ្លេច like comment share និង subscribe channel របស់នាងខ្ញុំផងណាអរគុណជម្រាបលា